okបន្តទៀតចឹងយើងមើលលទ្ធផលចេញមកលទ្ធផលយើងហើយអានេះ DS វាអាចនឹងមានបញ្ហាបន្តិចកន្លែងហ្នឹងណាអញ្ចឹងអានេះ description ណានេះ description អាហ្នឹង description នេះគឺយើងយកចេញពីណាមកយកចេញពី table នេះយកចេញពី field នេះ field detail field detail ណា field detail អញ្ចឹងធ្វើម៉េចអាហ្នឹងអញ្ចឹងយើងបោះ detail ចូលមកតនេះនៅក្នុងនេះយើងបោះ detail ចូលមកកន្លែងនេះ detail នេះ last អីគេនេះ pass បាទ detail ណា detail យ៉ាងណាអញ្ចឹងយើង run ម្ដងទៀត refresh បងប្អូនគ្នាបាទមកហើយមកកំភ្លុះមកច្រើនជាប់ P ជាប់ tag P មកនេះឃើញ tag P មកហើយដោយសារគេដោយសារ data គេ save ជា HTML tag HTML format អញ្ចឹងបើវាចេញមកដល់បើសិនយើងមើលនៅក្នុង database ជាក់ស្ដែងឃើញអញ្ចឹងមែននេះឃើញ P នេះ P ឃើញទេបាទអញ្ចឹងធ្វើម៉េចដើម្បីឲ្យយើងអាច format tag អស់ហ្នឹងឲ្យទៅជា HTML style display ជា HTML format ណាអញ្ចឹងលើ Laravel ដូចមានសញ្ញាឧទានពីរនេះឧទាននេះគ្នាប្រើដែរណាតែប្រើឧទាននេះបាទនេះមក P មិនដាក់ទេដោយសារយើងមាន P កដោបហើយពី database មកមិនដាក់ទេចានេះវា format ទៅ HTML data ឲ្យយើងមកអាហ្នឹងបាទ refresh run ម្ដងទៀត refresh បាទគេវាចេញមកឲ្យយើងហ៎បាទអញ្ចឹងតន័យចេញមកជាលក្ខណៈមកកំភ្លុះយកមកនៅលើហ្នឹងបាទចឹងតើយើងចង់យកតែប្រមាណតន័យទេបើនិយាយទៅយើងចង់យកតែប្រមាណតន័យទេអាហ្នឹងអញ្ចឹងនៅលើ Laravel ត្រូវកាត់ string វានៅក្នុង Laravel ខ្ញុំមិនដឹងថាវាមាន function នឹងកាត់ string អត់មានតែគ្នាមិនកាត់ string តែយើងប្រើ PHP បានតែដូចជា MB substring MB ចូលខ្ញុំ search ទីសិនណាបាទនៅក្នុង ChatGPT ក៏វាមាន function របស់ Laravel វាស្រាប់ណា Laravel បាទ substring how to use បាទ substring បាទមកកំលុះនេះ substring នេះ substring បាន copy មកsubstring 5បាទ0បាន50ឧទាហរណ៍ refresh បាទ work ប៉ុន្តែវាមកទាំងរូបភាពទៀតនេះណាយើងចង់អត់យករូបភាពទេតោះណា substring ខ្ញុំភ្លេចអា function ក្នុង PHP មាន my paragraph semi-graph just say my text have image how to substring without imageមើលសិនណាអូខេ work ឯណានេះប្រើប៉ុណ្នេះ function ហ្នឹងនេះយើង note ទៅនេះឃើញទេយើងប្រើនេះមកតង់ទៀតខាងក្នុងនេះណាបាទនេះគឺ data ដែលយើងបោះមកពី server វាមានច្រើនយើងដាក់នេះមកតង់ទៀតមកហើយយើងដាក់ MB substring ពីមុខអានេះគឺប្រើសម្រាប់ពូ unit code ដោយសារយើង font ខ្មែរដាក់ហ្នឹងមកបាទយើងអាច test មើលបានតោះណាអូខេអញ្ចឹងយើង work បាន data យើងអាចទី data ហ្នឹងមកបានម្ដងទៅនេះឃើញណា last អាហ្នឹង last បាទរួចរាល់កន្លែងហ្នឹងអញ្ចឹងស្អីដែលយើងត្រូវធ្វើមកទៀតគឺអីគេគឺទាញកន្លែងនេះអានេះវាជា list បើយើងអានេះវាជាអីគេវាជាអត់តនេះបាទនិយាយនេះសិន
anh ấy bây giờ mơ tới bây giờ mơ là tậpផលគឺយើងបង្ហាញតែ image title ជាមួយ detail ទេមែនទេប៉ុន្តែបើសិនយកបែបនេះយើងសរសេរបែបនេះយើងសរសេរបែបនេះគឺអីគេនេះសរសេរបែបនេះវានឹងគេវានឹង display វានឹងទាញទាំងអស់ field មកហ្មងអញ្ចឹងដល់ពេលអញ្ចឹងយើងសាកគិតមើលទៅ field មានដល់ឧទាហរណ៍ថាឥឡូវមានដល់100 field អីគេ field យើងស្ដាប់អត់យល់ដឹងឈប់ខ្ញុំមើលសិនបើមកថានេះមក column នេះ structure មកនេះអានេះជា field គឺ column មកវាមកថាមានឥឡូវមាន14 column តែយើងបង្ហាញតែ 3 column ហ្នឹងដល់ពេលយើងសរសេរអញ្ចឹងមានយើងទាញមកប្រហែលយើងសរសេរអញ្ចឹងយើងទាញមកទាំងអស់ហើយមែនទេអញ្ចឹងមានយកមកតែទាំងអស់នាំតែ slow server យ៉ាងហ្នឹងអញ្ចឹងយើងហៅតែអាមួយណាដែលយើងគិតថាវាគេវានេះវាអីគេវាយើងយកតែមួយណាដែលដែលចាំបាច់ដែលយើងប្រើប្រាស់ទៅបានហើយយើង select មកអីគេនេះ ID មួយទៀតមក ID sorry title img បាទ detail បាទណាអញ្ចឹង reframe អត់ទៀត error អត់អីទេ work នេះឃើញអត់ work អត់បញ្ហាហេ work នេះ work ចុះបើសិនខ្ញុំចាប់ដើមដាក់តានេះចោលមួយតេស្តមើលតានេះខ្ញុំតេស្តខាងក្រោមអញ្ចឹងដាក់អីគេ $last ហ្នឹងអញ្ចឹងខ្ញុំ run វា refresh បាទនេះមកនេះអូខេវាមកតែប្រហែល ID អានេះ title ជាងវែងបន្តិចអាណារូបភាពយើងនេះរូបភាពយើងញ៉ៃនេះអានេះ detail ហេមកតែប៉ុណ្្នឹងឯងបាទតោះនេះខ្វែងចោលនេះអូខេយល់ទេណាអញ្ចឹងខ្ញុំ run ម្ដងទៀត refresh បាទ work អស់គ្នាកន្លែងនេះអញ្ចឹងស្អីត្រូវតទៀតយើងត្រូវ display អានេះយើង complete ហើយមែនទេយើងត្រូវមក complete អាមួយនេះមកតង់ទៀតអញ្ចឹងណាចាវីដេអូនេះខ្ញុំសូម slash ប៉ុណ្្នឹងណាតោះណាកុំឲ្យវាច្រើនពេកបាក់យើងធុញថប់បាទ